ណិតហើយពិនជាស្មាសូភីកំបោស្លូតសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះដែរខ្ញុំបានមកដើរលេងនៅកន្លែងដើរលេងមួយទៀតហើយគឺសហគមន៍ព្រែកថ្នោតបងប្អូនហ្នឹងហើយឥឡូវខ្ញុំកំពុងតែនៅម្ដុំមុខចូលស្ពានបងប្អូនប្លង់វាចូលស្ពានហ្នឹងហើយយើងទីទៀតទៅមើលជាមួយខ្ញុំទាំងអស់គ្នាតើនៅសហគមន៍ព្រែកថ្នោតនេះមានអីគេខ្លះបងប្អូនហ្នឹងហើយតោះឥឡូវយើងទៅមើលជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយបងប្អូនឥឡូវខ្ញុំបានដើរមកដល់ស្ពានពាក់កណ្ដាលហើយបងប្អូនហើយស្ពាននេះបងប្អូនមានកញ្ចុះហើយនឹងព្រៃកងកាងកន្លែងនេះដូចតែនៅកន្លែងសហគមន៍ពាំងពោដែរបងប្អូនវាអត់ហើយសូវមានអីហ្មងមានតែកងកាងមានតែកញ្ចុះដូចតែនៅនោះដែរបងប្អូនហើយនឹងធម្មជាតិដែរបងប្អូនហ្នឹងហើយកន្លែងនៅក្រោយខ្ញុំមកមានសមុទ្រមានអីចឹងបងប្អូនហ្នឹងហើយដូចតែនៅសហគមន៍ពាំងពោដែរហើយកន្លែងគាត់ក៏មានទូកជួលដែរបងប្អូននេះចិត្តខ្ញុំនេះទូកជួលបងប្អូនហ្នឹងហើយបងប្អូនអ្នកដែលនៅឆ្ងាយគាត់ចង់មកលេងអីគាត់អាចជួលទូកជិះទៅសមុទ្រនៅមើលត្រីសោតមើលឲ្យបានបងប្អូនហ្នឹងហើយឥឡូវនេះខ្ញុំក៏កំពុងតែនៅអត់ទាន់បានពាក់កណ្ដាលស្ពានបងប្អូនទីទៀតចាំខ្ញុំដើរទៅចុងស្ពានឲ្យបងប្អូនហ្នឹងហើយមើលឥឡូវខ្ញុំនៅនេះសិនឲ្យបងប្អូនមើលកញ្ចោះមើលអីទេសភាពអត់សូវមានអីទេបងប្អូនហើយមានតែសមុទ្រហើយនឹងរុក្ខជាតិធម្មជាតិប៉ុណ្ណឹងមានតែទឹកសមុទ្រទឹកអីហ្នឹងបងប្អូនតោះឥឡូវយើងដើរទៅស្ពានដើរទៅចុងហ្មងហ្នឹងតោះបងប្អូនឥឡូវខ្ញុំបានដើរមកដល់ពាក់កណ្ដាលស្ពានបងប្អូននៅក្រោយខ្ញុំមានកញ្ចោះនៅចុងស្ពានដែរបងប្អូនខ្ញុំអត់ទាន់ដើរទៅឥឡូវខ្ញុំដើរមកដល់ពាក់កណ្ដាលស្ពានបងប្អូនថតទេសភាពឲ្យបងប្អូនមើលនៅទីនេះមានអីខ្លះបងប្អូននៅនេះមានតែទឹកសមុទ្រហើយនឹងធម្មជាតិព្រៃកងកាងមានអីបងប្អូនហើយនៅទីនេះក៏មានកញ្ចោះយើងអង្គុយញ៉ាំអីដែរបងប្អូនចង់មកលេងមានគ្រួសារយកមកអង្គុយបានដែរបងប្អូននៅកញ្ចោះនេះមានកញ្ចោះឲ្យយើងអង្គុយហ្នឹងហើយបងប្អូនហើយទូកនេសាទកំពុងតែចេញនេសាទបងប្អូនតោះឥឡូវយើងទៅកញ្ចោះចុងស្ពានមួយខ្ញុំទាំងអស់គ្នាហ្មងតោះបងប្អូនវីដេអូខ្ញុំថតរៀងកាត់ដែរបងប្អូនអើយខ្ញុំថតវែងពេកក៏ខ្ញុំរៀបរាប់អត់អស់ដែរបងប្អូនហ្នឹងហើយខ្ញុំអត់សូវប៉ិនចេះរៀបរាប់ហ្មងបងប្អូនអើយខ្ញុំអត់សូវប្រកែករៀបរាប់ច្រើនទេបងប្អូនតោះឥឡូវទៅហ្នឹងហើយបងប្អូនឥឡូវខ្ញុំបានមកដល់កន្លែងកញ្ចោះចុងស្ពានណាបងប្អូនចូលមកដល់នេះមានអារម្មណ៍ថាស្អាតបងប្អូនមើលក្រោយខ្ញុំក៏មានសមុទ្រដែរហើយកញ្ចោះនេះគេទៅតែធ្វើឡើងថ្មីហ្នឹងហើយបងប្អូនឥឡូវចូលទៅមើលជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតោះហើយយើងចូលយើងដោះស្បែកជើងទៅកន្លែងគេស្អាតបងប្អូនហ្នឹងហើយបងប្អូនចូលមកលេងចូលមកដល់នេះមានអារម្មណ៍ថាត្រជាក់បងប្អូនយើងអង្គុយមកដល់នេះយើងអង្គុយមើលទៅសមុទ្រមើលទៅកោះបងប្អូនហ្នឹងហើយទូកនេសាទក៏ចេញច្រើនដែរបងប្អូនហ្នឹងហើយហ្នឹងហើយម្ដងបងប្អូនយើងមកអង្គុយមើលសមុទ្រលេងបានបងប្អូនអង្គុយនេះហ្នឹងហើយហើយកញ្ចោះនេះខ្ញុំមើលទៅដូចជាមានបន្ទប់មានអីបងប្អូនអ្នកដែលគាត់មកលេងបានតែកន្លែងនេះខ្ញុំមិនដឹងថាគេឲ្យយើងចូលដេកស្នាក់នៅអត់ទេបងប្អូនខ្ញុំអត់ដឹងទេនេះតែនៅក្រោយខ្ញុំនេះសមុទ្របងប្អូនមើលហ្នឹងហើយទូកនេសាទក៏ចេញដែរបងប្អូនហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងហ្នឹងបងប្អូនបើចូលចិត្តជួយ like ជួយ follow អ្នកមួយផងបងប្អូនហ្នឹងហើយបាយបាយ